ទាំង6ក្រុមនេះគឺជាក្រុមដែលទទួលបានជោគជ័យនៅក្នុងការប្រកួត MPL Cambodia វគ្គ Regular Season ហើយក៏កំពុងតែឆ្ពោះទៅរកនៅ Champion មកដែរ6ក្រុមនោះគឺមានដូចជា Pro Sport CFU Gaming Viger Apex Galaxy Legend Flashgate ជាមួយនឹង Team Valhalla ក្រុមទាំង6ក្រុមនេះកំពុងតែឆ្ពោះទៅរកភាពជោគជ័យរបស់ខ្លួនមួយដំណាក់កាលទៀតហើយបន្ទាប់ពីការបញ្ចប់នៅក្នុងវគ្គ Regular Season មកបើនិយាយពីរោការប្រកួតគឺដូចតែរាល់ដងទេអ្នកដែលនៅលេខ1លេខ2គឺរងចាំក្រុមចំនួន4ក្រុមដែលប្រកួតគ្នាទី1គឺ Viger Apex នឹងត្រូវប៉ះគ្នាជាមួយនឹង Valhalla ហើយគូនេះក៏ជាគូមួយដែល spicy ខ្លាំងជាងគេដែរនៅក្នុងវគ្គ Regular Season ហើយយើងដឹងស្រាប់ហើយថា Valhalla គឺដើរតួនាទីជាអ្នកវាយ Sooner ហើយចំណែក Team Viger Apex ដើរតួនាទីជាអ្នកការពារ Sooner នៅក្នុងវគ្គ Regular Season ក៏យើងបានឃើញលទ្ធផលនៃការប្រកួតរវាងក្រុមទាំងពីរនេះដែរ Viger Apex ជាអ្នកទទួលបាននៅជោគជ័យតើវគ្គ play នេះ Valhalla អាចនឹង comeback អាចនឹងវាយបកទៅកាន់ Viger Apex នៅក្នុងលទ្ធផលប្រមាណពីព្រោះតែការប្រកួតនេះជាការប្រកួត best of 5 អញ្ចឹងគឺយើងបានឃើញនៅ game ច្រើនរវាងក្រុមទាំងពីរនេះហើយក៏បង្កើតនៅទស្សនីយភាព spicy ច្រើនដែររវាងក្រុមពីរនេះបើសិនបើក្រុមណាឈ្នះនឹងឡើងទៅប៉ះជាមួយនឹងក្រុម Pro Sport ជាក្រុមដែលកំពុងតែអង្គុយចាំគេនៅក្នុងវគ្គ Upper Semi Final ពីរក្រុមទៀតដែលនឹងត្រូវប្រកួតគ្នានោះគឺ Flashgate នឹងត្រូវប៉ះគ្នាជាមួយនឹង Galaxy Legend ការ Regular Season Flashgate បានយកឈ្នះលើ Galaxy Legend នៅក្នុងលទ្ធផល2-0រួចរាល់ហើយអញ្ចឹងតើនៅក្នុងវគ្គ play នេះនឹងមានរូបភាពបែបណារវាងក្រុមពីរនេះ Flashgate នៅតែបន្តឈ្នះឬក៏ Galaxy Legend ត្រឡប់មកឈ្នះក្រុម Flashgate ម្ដងវិញហើយក្រុមទាំងពីរនេះបើសិនក្រុមណាឈ្នះនឹងឡើងទៅប៉ះជាមួយនឹង Team CFU Gaming យើងទាំងអស់គ្នាក៏កំពុងតែអង្គុយរងចាំការប្រកួត MPL វគ្គ play មកដល់រវាងក្រុមទាំង4ក្រុមនេះតើក្រុមណានឹងទទួលបាននៅឱកាសឡើងទៅកាន់វគ្គបន្តចំពោះវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តនៅវីដេអូនេះបើចិត្តកុំភ្លេច follow like ម្នាក់មួយបងអរគុណអ្នកនរគ្នាជំរាបលា bye see you next video